អាយដាមម៉ាងស៊ីណេតអភិបាលខេត្តបរសេនុបានប្រគល់សម្ភារៈសិក្សាដល់វិទ្យាល័យស្ទឹងហាវនិងសាលាបឋមសិក្សាហ៊ុនសែនវារិញអាយដាមម៉ាងស៊ីណេតអភិបាលខេត្តបរសេនុនារសៀលថ្ងៃទី2ខែតុលាឆ្នាំ2025បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភារៈសិក្សាមួយចំនួនធំជូនដល់វិទ្យាល័យស្ទឹងហាវនិងសាលាបឋមសិក្សាហ៊ុនសែនវារិញក្នុងខេត្តព្រះសីហនុដើម្បីពង្រឹងនិងពង្លឿនការសិក្សារបស់សិស្សានុសិស្សក្លាយជាស្នូលដ៏រឹងមាំសម្រាប់ប្រទេសជាតិនាក្នុងឱកាសនោះអុកញ៉ាតាន់តាប់ប្រធានសភាពាណិជ្ជកម្មខេត្តបរសេនុប្រគល់ជូនកុំព្យូទ័រយួរដៃ laptop ចំនួន20គ្រឿងនិងម៉ាស៊ីន LCD projector ចំនួន3គ្រឿងជូនដល់វិទ្យាល័យស្ទឹងហាវសម្រាប់សាលាបឋមសិក្សាហ៊ុនសែនវារិញអុកញ៉ាតាន់តាប់បានប្រគល់ជូនកុំព្យូទ័រយួរដៃ laptop ចំនួន30គ្រឿងនិងម៉ាស៊ីន LCD projector ចំនួន5គ្រឿងឆ្លៀតក្នុងឱកាសនោះឯកឧត្តមម៉ាងស៊ីណេតអភិបាលខេត្តព្រះសីហនុបានជំរុញនិងលើកទឹកចិត្តឲ្យសិស្សានុសិស្សទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រក្លាយជាទំពាំងស្នងឫស្សីដែលជាស្នូលដ៏រឹងមាំសម្រាប់ប្រទេសជាតិ